សួស្តីបងប្អូនថ្ងៃនេះខ្ញុំចេញវីដេអូទៀតហើយវីដេអូខ្ញុំគឺទាក់ទងការរស់នៅប្រចាំថ្ងៃនៅប្រទេសចិនរបស់នាងខ្ញុំហើយបើបងប្អូនណាចូលចិត្តវីដេអូនាងខ្ញុំសូមជួយចុចរូបកណ្ដឹងហើយនិង subscribe អ្នកមួយផងដើម្បីឲ្យខ្ញុំមានកម្លាំងធ្វើវីដេអូបន្តទៅមុខទៀតហើយថ្ងៃនេះខ្ញុំធ្វើវីដេអូទាក់ទងនឹងការទៅផ្សារទិញមាន់ដើម្បីចិញ្ចឹមយកដើម្បីទិញមាន់យកមកចិញ្ចឹមទុកពេលដែលខ្ញុំឆ្លងទន្លេទុកធ្វើម្ហូបទៅជាមួយនឹងម្ដាយក្មេកខ្ញុំនិងប្តីខ្ញុំតោះកុំឲ្យខាតពេលយូរយើងទៅទស្សនាផ្សារមាន់ទាំងអស់គ្នាថាតើមានអ្វីលក់ខ្លះឬក៏មានតែមាន់សុទ្ធឬក៏មិនតោះយើងចាំទស្សនាទាំងអស់គ្នាកុំឲ្យខាតពេល Let's goបានមកដល់កន្លែងផ្សារមាន់ឲ្យបងប្អូនហើយផ្សារមាន់គេហ្នឹងគឺគេមានលក់តែមាន់សុទ្ធឲ្យបងប្អូនគឺមានលក់សត្វទាសត្វកងានសត្វទុនសាយឆ្កែមានលលកមានអីច្រើនមុខបងប្អូនហើយព្រោះខ្ញុំមកតែហ្នឹងគឺរៀងថ្ងៃដែរម៉ោង10ពីប៉ុណ្ណឹងអញ្ចឹងអ្នកលក់គេខ្លះគេទៅផ្ទះខ្លះអីខ្លះអញ្ចឹងទៅហើយថ្ងៃហ្នឹងគឺមានមនុស្សមកច្រើនហើយផ្សារមាន់លក់ហ្នឹងគឺ2ថ្ងៃ3ថ្ងៃបានគេមកលក់ម្ដងឥឡូវបានមកដល់កន្លែងគេលក់ឲ្យគឺមានទាំងមាន់តូចមាន់ធំទាតូចទាធំមានគ្រប់ភេទហើយតម្លៃក៏រៀងធូរថ្លៃដែរឥឡូវមកមើលមាន់ធំបងប្អូនមកក្មេងខ្ញុំគាត់កំពុងដើរមើលថាគូទិញយកមួយណាហើយគាត់ទិញហ្នឹងគាត់អត់ទិញមាន់ឈ្មោលទេបងប្អូនគឺគាត់ទិញហើយយកមាន់ញីដើម្បីទុកធ្វើឲ្យទឹកស៊ុបពេលដែលខ្ញុំឆ្លងទន្លេហើយអញ្ចឹងទៅគាត់ធ្វើទឹកស៊ុបឲ្យហូបរាល់ថ្ងៃដើម្បីឲ្យបើសុខភាពហើយដើម្បីឲ្យមានទឹកដោះបំបៅដោះកូនហើយឡើយមកក្មេងគាត់ដើរមើលមកជុំផ្សារវិញជុំវិញហើយអស់ក៏គាត់សម្រេចចិត្តទិញមាន់រៀងត្រឹស1 គីឡូជាងហើយតម្លៃមាន់នៅស្រុកចិនគឺរៀងធូរថ្លៃឯងព្រោះខ្ញុំមកនៅខាងម៉ែក្មេងខ្ញុំគឺសបោហូបសបោអីចឹងបងប្អូនសបោមាន់ទាសបោបន្លែសាច់ច្រើនអញ្ចឹងរបស់អីក៏វាមិនសូវថ្លៃហ្មងដែរហើយមើលមាន់គេក៏មានច្រើនប្រភេទដែរមានពណ៌អីក៏មានដែរមានម៉ូតអីក៏មានដែរមានពណ៌សពណ៌ខ្មៅហើយឥឡូវម៉ែក្មេងខ្ញុំគាត់កំពុងតែដើរមើលថាគូទិញយកមួយណាមាន់ច្រើនបងប្អូនអើយសិតតែមាន់ត្មងមានទាំងមាន់ឈ្មោលសុទ្ធមកត្រង់ជួនកាលមានមាន់ឈ្មោលសុទ្ធចឹងទៅគេចាប់បែងចែកចឹងឈ្មោះញីព្រោះនៅចិនទោះហើយកូនមាន់ទួយក៏គេដឹងឈ្មោះញីដែរព្រោះគេអ្នកគេចិញ្ចឹមគេដឹងគេចេះមើលចឹងបងប្អូនឥឡូវនេះហើយកន្លែងគេលក់នេះគឺឲ្យមាន់ញីហើយថ្ងៃហ្នឹងគឺមានអ្នកទិញច្រើនណាមកទិញច្រើនអញ្ចឹងដោយសារផ្សារនៅស្រុកចិនកន្លែងផ្សារមាន់នេះគឺ2ថ្ងៃ3ថ្ងៃបានគេមកលក់ម្ដងអញ្ចឹងបានមានហើយមនុស្សមកទិញច្រើនអញ្ចឹងបងប្អូនខ្ញុំមករឿងថ្ងៃតែនៅមានមនុស្សច្រើនបើពេលផឹកប្រហែលជាច្រើនហើយមាន់ក៏ច្រើនដែរហើយឥឡូវមកមើលមាន់នេះមានច្រើនប្រភេទច្រើនម៉ាស់ដូចគ្នាទាំងអស់តែមិនដឹងគេហៅពូជមាន់អីគេខ្លះព្រោះខ្ញុំស្គាល់ទេបងប្អូនអើយហើយនេះក៏គេពងចាប់ហ្នឹងគេចាប់លក់ចាប់ទិញអញ្ចឹងយើងអ្នកទិញយើងចូលទៅចាប់ខ្លួនឯងឆ្លាញ់មួយណាយើងយកមួយហ្នឹងបងប្អូនហើយលោកម៉ែក្មេងគាត់សម្រេចចិត្តថាចូលចង់ចាប់ទិញនេះចង់ចាប់ហើយមាន់នេះសិតតែញីទាំងអស់បងប្អូនញីហ្នឹងគឺឲ្យគេធ្វើទឹកស៊ុបបើមាន់ឈ្មោលគេអត់ឲ្យហូបទេម៉ែក្មេងខ្ញុំថាអត់ឲ្យហូបមាន់ឈ្មោលទេក៏មានតែគេធ្វើឲ្យទឹកស៊ុបមាន់ឈ្មោលទេអ្នកមានកូនឆ្លងទន្លេហើយចឹងគេឲ្យហូបមាន់ញីធ្វើទឹកស៊ុបអីចឹងហើយមាន់នៅស្រុកចិនគឺឲ្យចំដាក់ចំណីបាយចំណីពោតអីចឹងគឺខ្លាញ់ធាត់បងប្អូនម៉ែក្មេងខ្ញុំគាត់ចិញ្ចឹមមាន់គឺគាត់ទិញពោតទិញអីចឹងណាអត់មានទិញថ្នាំចំណីអីគឺដាក់តែចំណីពោតហើយនឹងបាយកន្ទក់យើងហ្នឹងតែមិននិយាយពីសាច់ខ្លាញ់ឡើងពេញពោះ
មន់ញីចឹងទៀតហើយមានពងមិនអីឆ្ងាញ់បងប្អូនអើយតែគាត់ថាទោះវាខ្លាញ់ច្រើនតិចតែបើយើងអត់ចង់ខ្លាញ់ច្រើនយើងកុំសូវទិញពោតដាក់យើងដាក់តែចំណីបាយហើយនឹងកតុឲ្យវាទៅហើយនឹងបន្លែខ្លះចឹងទៅអាហ្នឹងគឺវាសូវមានខ្លាញ់ទេតែឥឡូវម៉ែក្មេងខ្ញុំគាត់ទិញបានឯងគាត់ទិញ20មាន់ហើយមាន់ហ្នឹងបើគិតជាលុយខ្មែរគឺវិញតែមួយ 12000 13000នេះរឿងធូរថ្លៃដោយសារនៅខាងម៉ែក្មេងខ្ញុំគឺសវោដំណាំសវោអ្នកចិញ្ចឹមសត្វចិញ្ចឹមមាន់ទុកហូបអញ្ចឹងអត់សូវថ្លៃប៉ុន្មានទេហើយឥឡូវបានមកដល់ផ្ទះហើយឪក្មេងខ្ញុំគាត់រើដាក់ទ្រុងអាងាយចាំយកដាក់កន្លែងវាដេកឲ្យវាចាំសបុកចាំផ្ទះអញ្ចឹងខ្លាចវាចេញបាត់អស់ហើយវីដេអូក៏ដល់ទីបញ្ចប់បងប្អូនអរគុណច្រើនដែលបាន